Ok, tệ tô nâng file handling ផងយើងណានៅក្នុង program ផងយើងបាទគឺយើងមានចំណុចមួយចំនួនដែលត្រូវធ្វើការសិក្សាណាពាក់ព័ន្ធជាមួយនឹងការអនុវត្តដោយផ្ទាល់ជាមួយនឹង file ដំបូងយើងនឹងសិក្សាទៅលើ file ប្រភេទ text file បាទអញ្ចឹងនៅក្នុងតាក់ទងជាមួយនឹង file handling ណានៅក្នុង Python programming គឺជាជំនាញដែលសំខាន់មួយដែរណានៅក្នុងនាមយើងជាអ្នកសរសេរ code ឬក៏ហៅថាជា programmer ពីព្រោះតាមរយៈការប្រើប្រាស់ file handling នេះគឺអនុញ្ញាតណាឲ្យយើងអាចធ្វើការ read text មានន័យថា read ណាអត្ថបទចេញពី file ណាដែលជាទូទៅ file នោះគឺរក្សាទុកនៅក្នុងកុំព្យូទ័ររបស់យើងណាពោលគឺក្នុង hard disk ហើយយើងក៏អាចណាធ្វើការរាយមានន័យថាយើងអាចបញ្ចូលតិចទៅខាងក្នុងហ្នឹងបានដូចគ្នាផងដែរបាទក្រោយមកយើងអាចមើលឃើញណានៅចំណុចពិសេសមួយចំនួនដែល Python បានផ្ដល់មកឲ្យយើងតាមរយៈ net built-in function ហើយនឹង method ណាដែលយើងអាចធ្វើការងារដោយផ្ទាល់ឬក៏អាចធ្វើប្រតិបត្តិការនេះជាមួយនឹង file នៅក្នុង hard disk របស់យើងបាននៅក្នុងការងារដែលយើងនឹងធ្វើការសិក្សានៅក្នុងមេរៀនមួយនេះយើងនឹងផ្ដោតទៅលើវិធីសាស្ត្រនៅក្នុងការ open file បន្ទាប់មកយើងពិនិត្យមើលទៅលើ mood របស់ Python នៅក្នុងការធ្វើការជាមួយនឹង file ហើយបន្ទាប់មកយើងមើលពីវិធី read ហើយនឹងវិធី write ក៏ដូចជាវិធី append ហើយនឹងធ្វើការ close file ក៏ដូចជាវិធីសាស្ត្រនៅក្នុងការ read ណាឯកសារចេញពី file ម្ដងមួយ line ម្ដងមួយ line ដូច្នេះនៅក្នុងចំណុចបន្ទាប់គឺយើងមើលទៅលើវិធីសាស្ត្រដែលយើងប្រើសម្រាប់ធ្វើការ open file អញ្ចឹងយើងអាច open file ណាតាមរយៈ method ឬក៏ built-in function មួយឈ្មោះថា open បាទ open ណាដែលជាទូទៅ open គឺយើង open ណា file name ជាប្រភេទ TXT file ណា TXT file ឬក៏យើងហៅថា text file គឺជា file មួយប្រភេទដែលមានតួនាទីរក្សាទុកណាតែអក្សរប៉ុណ្ណោះយើងមិនអាចដាក់រូបយើងមិនអាចណាបដូរ font អក្សរខ្លះទៅ font ឈ្មោះនោះឬក៏ font ឈ្មោះនេះបានទេហើយទំហំរបស់វាក៏ជាទំហំណាដែលសមមូលគ្នាដែរមានន័យថាវាណានៅក្នុង font name តែមួយណាទំហំតែមួយហើយអាចរក្សាទុកអត្ថបទបានត្រឹមតែជា text ប៉ុណ្ណោះបាទដូច្នេះយើងអាចប្រើប្រាស់ mood ដែលមាន3ប្រភេទនៅខាងក្នុងនេះណាទី1គឺមានដូចជា read ដូចជា write ហើយនិង append យើងក៏នៅមាន method មួយទៀតដែរឈ្មោះថា binary ក៏ប៉ុន្តែយើងអត់ទាន់ប្រើប្រាស់ binary ទេដោយសារ binary គឺជាការរួមគុំឬក៏រួមផ្សំគ្នាគេហៅថា combination ណារវាង binary ជាមួយនឹង mood ណា read write ឬក៏ append របស់យើងដូច្នេះអ្នកនរគ្នាឃើញទេថា file name.txt គឺជាឈ្មោះ file ដែលយើងចង់ធ្វើការបើកនៅចេញពី hard disk យកមកធ្វើការនៅក្នុង programming ផងយើងបន្តមកទៀតគឺយើងមើលទៅលើ mood ជាទូទៅគឺសំដៅទៅលើគោលបំណងជាក់លាក់ណានៃការបើក file របស់យើងមកប្រើប្រាស់នៅក្នុង program របស់យើងដូច្នេះយើងអាចប្រើប្រាស់វាបានណាទៅតាមគោលបំណងជាក់ស្ដែងដែលយើងអាចណាប្រើតាមរយៈដូចជា read ដូចជា write ហើយនិង append ជាដើមឡើយនៅក្នុងនេះផងដែរយើងក៏មានណាmood 4ប្រភេទដែលជាទូទៅយើងប្រើប្រាស់នៅក្នុង Python programming ផងយើងទី1ដែលយើងនិយាយអំពី read កាលណាយើងប្រើ mood ណាដោយយើងប្រើប្រាស់អក្សរ អណាហើយអក្សរទាំងអស់ដែលតំណាងឲ្យ mood នៅក្នុងការប្រើប្រាស់ជាមួយនឹង file handling គឺអក្សរតូចទាំងអស់ណាឧទាហរណ៍ដូចជា អគឺតំណាងឲ្យ read វាគឺជា default mood បើសិនជាយើងគ្រាន់តែ read ឈ្មោះ file ហ្នឹងហើយយើងអត់បានបញ្ជាក់ថាណាគោលដៅរបស់យើងចង់ read យើងចង់ write ឬក៏យើងចង់ append អញ្ចឹងយើងអាចប្រឡែងវាចោលបានក៏ប៉ុន្តែវានឹងចាប់យក read មកធ្វើជាតម្លៃគោលសម្រាប់ធ្វើប្រតិបត្តិការនៅក្នុងការស្នើសុំរបស់យើងដូច្នេះគោលដៅដំបូងរបស់យើងគឺ open file
ឡើងដើម្បីណេះធ្វើឲ្យ program របស់យើងអាចចាប់យកអក្សរចេញពីក្នុង text file នោះយកមកប្រើប្រាស់នៅក្នុង program របស់យើងទី2គឺយើងប្រើប្រាស់ W គឺពាក្យថា write មានន័យថាយើងបើក file នោះឡើងដើម្បីបញ្ចូល text ថ្មីទៀតទៅខាងក្នុងណា file មួយនោះហើយបើសិនជា file មួយនោះវាមិនទាន់មានវានឹងធ្វើការបង្កើត file ថ្មីមួយឲ្យយើងនៅក្នុងទីតាំងដែលយើងបានកំណត់ហើយបើសិនជាក្នុងករណីដែលយើងធ្វើការ run file នឹងមួយសារទៀតបើសិនជាឯកសារមុនមាន data ប្រមាណអញ្ចឹងឯកសារនោះនឹងត្រូវបានណា override មានន័យថាត្រូវបានលុបចេញហើយជំនួសដោយ file ថ្មីអញ្ចឹងបើសិនជាក្នុងករណីដែលយើងប្រើ write គឺត្រូវតែមានការប្រយ័ត្នប្រយែងបើមិនបានប្រយ័ត្នប្រយែងល្អទេវានឹងធ្វើឲ្យប៉ះពាល់ណាទៅដល់ការងាររបស់យើងជាពិសេសគឺពាក់ព័ន្ធជាមួយនឹងនៃការបាត់បង់ឯកសារដើមរបស់យើងអញ្ចឹងយើងអាចបង្កើត file ឬក៏វានឹងធ្វើការបង្កើត file ថ្មីមួយឬក៏អាច truncated មានន័យថាវាអាច override ទៅលើអត្ថបទឬក៏ content ដែលមានស្រាប់នៅខាងក្នុងហ្នឹងមួយទៀតគឺយើងមើលទៅលើ append វាតំណាងដោយអក្សរ A គឺ append នេះគឺមានតួនាទីមួយធ្វើការបើក file ដើម្បីអនុញ្ញាតឲ្យយើងបញ្ចូលអត្ថបទថ្មីបន្ថែមទៀតទៅលើ file ដែលមានស្រាប់គឺវាមិនធ្វើការ override ដោយការប្រើប្រាស់ write ឡើយដូច្នេះយើងអាចបង្កើតណា file បើសិនជាក្នុងករណី file នោះមិនទាន់មាននៅក្នុងទីតាំងដែលយើងចង់រក្សាទុកហើយបើសិនជា file នោះមានស្រាប់វានឹងមិន override ទេក៏ប៉ុន្តែវានឹងបញ្ចូលអត្ថបទថ្មីទៅកាន់បន្ទាត់ចុងក្រោយនៃ file មួយនោះដូច្នេះណាយើងអាចប្រើប្រាស់ append បានមួយទៀតគឺយើងមាន binary ដែល binary mode ណាជាទូទៅគេប្រើប្រាស់សម្រាប់ធ្វើ combination មានន័យថាការចម្បាច់បញ្ចូលគ្នារវាង mood ណាមួយជាមួយនឹង mood ខ្លួនវាគឺ binary ឧទាហរណ៍ដូចជាយើងប្រើ or b មានន័យថាយើង read binary file ណាហើយយើងប្រើ wb គឺយើង write binary ដូច្នេះយើងអាចធ្វើការជាមួយនឹងប្រភេទ binary text របស់យើងបានបន្តមកទៀតយើងមើលទៅលើវិធីសាស្ត្រនៅក្នុងការចាប់យកឬក៏ទាញយកអត្ថបទពីក្នុង file ហ្នឹងមកនៅក្នុងនេះយើងអាចប្រើប្រាស់ណាវិធីសាស្ត្រដោយធ្វើការ open file រួចហើយយើងចាប់ផ្ដើមធ្វើការ read ណាអញ្ចឹងបន្ទាប់ពីការបើក file ដោយយើងប្រើប្រាស់តាមរយៈ open method រួចណាយើងអាច read all content មានន័យថា read នៅគ្រប់អត្ថបទទាំងអស់ដែលមាននៅក្នុង file នោះណាតាមរយៈ method ផ្សេងគ្នាក៏ប៉ុន្តែអ្វីដែលគេនិយមប្រើប្រាស់ជាទូទៅគឺគេតែងតែប្រើប្រាស់ជាមួយនឹង read ណា method ដែលជាវិធីសាស្ត្រសាមញ្ញហើយណាមានភាពល្អប្រសើរសម្រាប់យើងអញ្ចឹងនៅក្នុងការធ្វើការជាមួយនឹងកិច្ចការនេះគឺយើងប្រើតាមរយៈ with statement ដោយភ្ជាប់មកជាមួយនឹង open method ផងយើងរួចយើងភ្ជាប់ទៅកាន់នៃឈ្មោះ file ដែលយើងត្រូវ open ហើយនៅក្នុងករណីនេះគឺយើងធ្វើតែជាមួយនឹង text file ទេបើសិនជាយើងប្រើជាមួយនឹងប្រភេទ file ផ្សេងទៀតគឺតម្រូវឲ្យយើងណាប្រើប្រាស់នៅ method ផ្សេងទៅតាមណារបៀបរបបឬក៏ទៅតាមប្រភេទ file ដែលគេបានរៀបចំហ្នឹងអញ្ចឹងនៅពេលដែលយើងធ្វើការបើកជាមួយនឹង text file ដែលយើងត្រូវតែប្រើប្រាស់តាមរយៈ extension text file ឲ្យតែជាប្រភេទ text យើងអាចបើកបានហើយបន្ទាប់មកយើងប្រើ mood or គឺសម្រាប់ធ្វើការ read ហើយបន្ទាប់មកយើងប្រើ alias តាមរយៈ keyword as alias គឺសំដៅទៅលើឈ្មោះដែលយើងតាំងដើម្បីតំណាងឲ្យការបើក file របស់យើងតាមរយៈ open តាមរយៈណា with statement ឬក៏ block with statement របស់យើងណាតាមរយៈ open method ដែលបើកដោយផ្ទាល់ហ្នឹងរួចយើងដាក់ឈ្មោះណា file name ហ្នឹងអញ្ចឹងតាមរយៈ file name គឺយើងអាចយកណាវាមកប្រើដើម្បីធ្វើការ read យកនៅរាល់
text ទាំងអស់ដែលមាននៅខាងក្នុងហ្នឹងយកចេញពី file ហ្នឹងដោយរក្សាទុកនៅជាបណ្ដោះអាសន្ននៅក្នុង content នៃ variable ហើយ content variable គឺវាមានតួនាទីមួយរក្សាទុកតម្លៃជាបណ្ដោះអាសន្ននៅក្នុង memory បន្ទាប់ពីវាបាន read អត្ថបទចេញពី file ដែលរក្សាទុកនៅក្នុង hard disk ហ្នឹងរួចរាល់ពេលដែលវាយក data មកទុកនៅក្នុង content variable នេះរួចរាល់ហើយយើងអាចធ្វើការ print អត្ថបទនោះនៅចេញមកខាងក្រៅបានដូច្នេះយើងអាចប្រើប្រាស់នេះវាដើម្បីបាទធ្វើការបង្ហាញនៅអត្ថបទដែលវាបាន read ចេញពី text file ផងយើងអញ្ចឹងនៅក្នុងនេះយើងអាចអនុវត្តលំហាត់របស់យើងដោយយើងនឹងធ្វើការហ្វឹកហាត់ដោយផ្ទាល់ដូច្នេះខ្ញុំសូមងាកទៅកាន់ program VS Code របស់យើងដើម្បីសរសេរ code ហើយអ្នកនរគ្នាអាច run ហើយនឹងឃើញលទ្ធផលជាក់ស្ដែងទាំងអស់គ្នាអូខេអញ្ចឹងតកតងជាមួយនឹងការអនុវត្តជាក់ស្ដែងជាមួយនឹង Python code ផងយើងឥឡូវនេះគឺខ្ញុំអាចបង្កើតនៅ folder មួយនៅក្នុងបាទ project ផងយើងបាទដូច្នេះខ្ញុំអាចបង្កើត folder បាទដោយទី1ខ្ញុំអាចដាក់ឈ្មោះ folder ថា file underscore handling បាទបន្តមកទៀតខ្ញុំបង្កើតនៅឈ្មោះ file មួយខ្ញុំដាក់ថា read underscore text file dot py បាទបន្តមកទៀតយើងអាចសរសេរ script បាទឧទាហរណ៍ថាខ្ញុំដាក់ថា file name file underscore name ស្មើជាមួយនឹងឧទាហរណ៍ដែលយើងដាក់ថា example .txt គឺជា extension ដែលយើងប្រើប្រាស់សម្រាប់តំណាងឲ្យ text file ដូច្នេះនៅពេលដែលយើងសរសេររួចហើយយើងអាចប្រើប្រាស់ជាមួយនឹង with statement បាទ with statement អញ្ចឹងនៅក្នុង with statement ខ្ញុំប្រើប្រាស់ with រួចយើងជាប់ជាមួយនឹង open method រួចហើយយើងបើកឈ្មោះ file របស់យើងដោយយើងយកចេញពី file name បាទសំទោសកន្លែងនេះគឺយើងដាក់ file name ព្រោះយើងបានប្រកាស variable មួយរួចហើយយើងប្រើប្រាស់ mood or ហើយបន្តទៅទៀតយើងប្រើតាមរយៈ keyword s ដើម្បីបង្កើតឬក៏ដាក់ឈ្មោះថ្មីឲ្យ file យើងដូច្នេះយើងដាក់ឈ្មោះ file ថ្មីតំណាងឲ្យនឹងគឺឈ្មោះថា file រួចដោយសារតែ with statement គឺជា block of code អញ្ចឹងយើងអាចប្រើប្រាស់សញ្ញាចុច2ដើម្បីធ្វើការជាមួយវាបន្តមកទៀតអ្នកនរគ្នាអាចបង្កើត content បាទបង្កើត content variable មួយដើម្បីធ្វើការទទួលយកឯកសារទាំងអស់ចេញពី file ដែលយើងបានបើកកំបាញ់មិញអញ្ចឹងយើងបើក file ហ្នឹងគឺ file ដែលយើងបានបង្កើតនេះអញ្ចឹងយើងអាចធ្វើការ read វាតាមរយៈ method read បាទ method read ដូច្នេះនៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើការ run វាបាទខ្ញុំ save ហើយខ្ញុំ run វានឹងចាប់ផ្ដើម error បាទខ្ញុំនឹង run ឲ្យអ្នកនរគ្នាមើលពេលយើង run ទៅគឺ file នោះគឺមានការ error ដោយសារតែវារកexample.txt ឲ្យយើងអត់ឃើញហើយនៅក្នុងវិធីសាស្ត្រដែលយើងអាចប្រើប្រាស់មួយទៀតយើងអាចការពារកុំឲ្យវាមានការបង្ហាញ error បែបហ្នឹងអញ្ចឹងយើងអាចប្រើប្រាស់តាមរយៈ try except បាទ try except ដូច្នេះនៅក្នុង try except ជាទូទៅយើងដឹងហើយថានេះជា code ដែលយើងអាចប្រើប្រាស់ដើម្បីបើកហើយយើងចង់ការពារវាកុំឲ្យវាមានបញ្ហាអញ្ចឹងយើងអាចselect វាហើយយើងអាចប្រើ control ហើយបូកជាមួយនឹងសញ្ញាគ្នាបិទដើម្បីធ្វើ indent ចូលទៅបាទយើងចុចម្ដងវា indent មួយហើយបើយើងចុចជាមួយនឹង control ហើយសញ្ញាគ្នាបសម្រាប់បើកគ្នាបើកដែលនៅជាប់គ្នាហ្នឹងអញ្ចឹងវានឹងធ្វើការថយ indent មកវិញបាទរួចហើយខ្ញុំអាចសរសេរបន្ថែមខ្ញុំអាចធ្វើការ print content បាទ content របស់យើងបាទដែលទទួលបានពី text file ហ្នឹងបន្តទៅទៀតគឺយើងអាចសរសេរ except except បាទដោយ except
នៅក្នុងករណីនេះគឺយើងចង់ប្រើប្រាស់តាក់ទងជាមួយនឹង file not found error អញ្ចឹងយើងអ្នក accept នៅ file not found ណា error បាទរួចយើងអាចធ្វើការដោះដូរណាការ error តាមរយៈការប្រើប្រាស់ message ហើយយើងប្រើតាមរយៈ format string ណាដោយយើងសរសេរថា error ហើយយើងប្រាប់ថាណាបាទ program របស់យើងឬក៏ application បាទណាយើងអាចសរសេរ application can ឬក៏យើងអាចទៅថា file name ណាហើយយើងបន្តមកយើងអាចប្រើប្រាស់ណាជាមួយនឹង file name ផងយើងបាទ file name ផងយើងហើយបន្តមកយើងបញ្ជាក់ថា not found បាទ not found ដូច្នេះយើងអាចប្រើប្រាស់តែបើសិនជាក្នុងករណីសញ្ញារបស់យើងដែលប្រើប្រាស់ដើម្បីអមសងខាងណាឈ្មោះ file របស់យើងបើសិនជាក្នុងករណីដែលយើងប្រើប្រាស់ពេល print ជាមួយនឹងសញ្ញា double quote យើងបិទ double quote ចឹងខាងក្នុងយើងអាចប្រើ single quote តែបើសិនជាយើងប្រើ double quote ដូចគ្នាវានឹងមានបញ្ហាដោយសារតែវាច្រឡំអំពីគូរបស់វាដូច្នេះយើងត្រូវធ្វើការដោះដូរណាតាមរយៈការរៀបចំដោយប្រើប្រាស់សញ្ញា single quote នៅក្នុង double quote ឬក៏សញ្ញា double quote នៅក្នុងសញ្ញា single quote ដើម្បីការពារណាការ error កើតឡើងបាទអញ្ចឹងពេលដែលយើងធ្វើការ run file ហ្នឹងទៅយើងឃើញថា file ហ្នឹងគឺ not found ណា file ហ្នឹង not found មានន័យថានេះវារកអត់ឃើញទេនៅក្នុងទីតាំងដែលយើងបានកំណត់ហ្នឹងសួរថាហេតុអីបានជាវារក file ហ្នឹងអត់ឃើញជាទូទៅខ្ញុំចង់បញ្ជាក់អ្នកនរគ្នាកន្លែងនេះបន្តិចថាពេលដែលអ្នកនរគ្នាធ្វើការបើក file ហ្នឹងនេះវារកអត់ឃើញគឺដោយសារតែ program របស់យើងវាចាប់ផ្ដើមស្វែងរក file ហ្នឹងនៅក្នុងទីតាំងនេះនៅក្នុង drive D ហើយបន្ទាប់មកវាចូលទៅក្នុង file ហ្នឹងគឺវារកអត់ឃើញដោយសារតែ program របស់យើងកំពុងតែស្ថិតនៅក្នុងទីតាំងត្រឹមតែ Python programming ដែលជាទីតាំងនៃ folder របស់យើងដូច្នេះវារកអត់ឃើញទេដោយសារតែយើងកំពុងតែ run file នៅក្នុងទីតាំងកន្លែងនេះនៅក្នុងនេះអ្នកនរគ្នាអាចធ្វើការបើក file មួយថ្មីទៀតណាដោយអ្នកនរគ្នាអាចចុចទៅលើfile handling folder របស់យើងហើយបន្ទាប់មកអ្នកនរគ្នាអាចចុចទៅលើ new file ណា new file បន្ទាប់មកអ្នកនរគ្នាដាក់ពាក្យថា example.txt ណារួច enter វាបន្តទៅទៀតអ្នកនរគ្នាអាចធ្វើការ typing នៅពាក្យមួយចំនួនចូលទៅខាងក្នុងហ្នឹងទៅឧទាហរណ៍ដូចជា hello world ហើយខ្ញុំអាច enter ចុះដាក់ថា welcome ណា to Python បាទ programming ហើយយើងអាចទៅសេបន្ថែមទៀតណាដាក់ថា this is ណា file handling example ណាបាទរួចយើងធ្វើការ save file ផងយើង file ដែលមិនទាន់ save អ្នកនរគ្នានឹងឃើញមានសញ្ញាពងពណ៌ណាពណ៌ខ្មៅនៅខាងដើមហ្នឹងមានន័យថា file ហ្នឹងអត់ទាន់បាន save ទេហើយបើសិនជាខ្ញុំអត់ទាន់បាន save ខ្ញុំយកវាមក run នៅក្នុងនេះណាវានឹងបង្ហាញដែរតែបង្ហាញលទ្ធផលមួយណាថាវាអូខេនៅក្នុងនេះវារកអត់ទាន់ឃើញដូច្នេះខ្ញុំអាច save file នឹងឡើងវិញហើយខ្ញុំធ្វើការ run វាសារឡើងវិញណាគឺវានៅតែ not found ដដែលដូច្នេះដើម្បីឲ្យវា found ណានៅក្នុងកន្លែងនេះគឺអ្នកនរគ្នាត្រូវចូលទៅកាន់ folder សិនដោយសារតែនៃ program របស់យើងគឺកំពុងតែ run នៅក្នុងទីតាំងកន្លែងនេះអញ្ចឹងវារកអត់ឃើញទេដូច្នេះអ្នកនរគ្នាអាចប្រើប្រាស់ comment ណាតាមរយៈ cd បាទវាយ cd បន្ទាប់មកអ្នកនរគ្នាវាយឈ្មោះ folder file handling របស់អ្នកនរគ្នាកន្លែងនេះបាទអញ្ចឹងខ្ញុំដាក់ថា file underscore handling ហើយនៅក្នុងករណីដែលប្រើនេះគឺវាមិនទាមទារឬក៏តម្រូវឲ្យសរសេរអក្សរធំអក្សរតូចដូចគ្នាបែបបិទនោះទេយើងចង់សរសេរអក្សរតូចក៏បានធំក៏បានដែរហើយសំខាន់ជាងគេឲ្យយើងឃើញថា file របស់យើងគឺបានចូលទៅកាន់ទីតាំងមួយនោះពិតប្រាកដមែនបាទអញ្ចឹងដល់ពេលដែលវាបានចូលទៅដល់ទីតាំងនោះហើយអ្នកនរគ្នាអាចធ្វើការ run ណា
read text file Python របស់យើងភាសាទៀតបាទដូច្នេះនៅពេលដែលយើង run Python file របស់យើងភាសាទៀតវានឹងចាប់យក text ទាំងអស់ដែលមាននៅក្នុង file ហ្នឹងយកមកធ្វើការ display ឲ្យយើងនៅក្នុង application របស់យើងដូច្នេះនេះគឺជាវិធីសាស្ត្រណាដើម្បីឲ្យយើងអាចធ្វើការដោយផ្ទាល់ណាជាមួយនឹង Python ណា program នៅក្នុង console application ដើម្បីធ្វើការ read text នេះចេញពី folder ជាក់លាក់ណាមួយនៅក្នុង project code របស់យើងហើយនេះសូមឲ្យអ្នកនរគ្នាអនុវត្តលើលំហាត់នេះឲ្យបានគ្រប់គ្នាបាទតោះសូមជើញអូខេអញ្ចឹងនៅក្នុងនេះខ្ញុំសូមលើកឡើងនៅសាថ្មីនេះនិយាយអំពីការរាយនេះមានន័យថាយើងចាប់ផ្ដើមប្រើជាមួយនឹង Moodle W ដែលហើយយើងបង្កើត file ថ្មីមួយដោយស្វ័យប្រវត្តិនៅពេលដែលយើង run program របស់យើងហើយយើងចាប់ផ្ដើមបញ្ចូលអត្ថបទណា hello this is a sample text ទៅខាងក្នុង file របស់យើងដែលយើងបានបង្កើតនេះបាទបន្តមកទៀតអ្នកនរគ្នាអាចសរសេរ code ណានៅក្នុងនេះហើយខ្ញុំណាបានដាក់នៅក្នុងការអនុវត្តជាក់ស្ដែងអំបញ្ញមែនរួចហើយបន្តមកទៀតយើងធ្វើការ append គឺសំដៅទៅលើការបញ្ចូលអត្ថបទបន្ថែមទៅក្នុង text file ដែលមានស្រាប់ណាហើយវាមិនធ្វើការលុបដូចនៅក្នុងការរាយនោះទេដូច្នេះនៅចំណុចបន្ទាប់ដែលយើងចាប់ផ្ដើមពីក្រោយ append គឺយើងពិនិត្យមើលទៅលើណារបៀបនៅក្នុងការ close file ជាទូទៅអ្នកនរគ្នាត្រូវចងចាំថាគ្រប់ពេលដែល file ត្រូវបានយើងធ្វើការជាមួយចប់សពគ្រប់ហើយទាមទារឬក៏តម្រូវឲ្យយើងធ្វើការ close file នោះវិញបើសិនជាក្នុងករណីយើងមិនធ្វើការ close file នោះទេមានន័យថាយើងមិនផ្ដល់លទ្ធភាពឲ្យ program ដទៃអាចចូលទៅប្រើប្រាស់ file ហ្នឹងបានទៀតឡើយសូម្បីតែការបើករបស់យើងក៏បើកអត់បានដែរដោយសារតែ file ហ្នឹងត្រូវនឹងត្រូវជាប់ lock មានន័យថាជាប់សោហើយយើងមិនអាចប្រើប្រាស់វាបានដូច្នេះនៅក្នុង good practice ការអនុវត្តល្អគឺយើងត្រូវធ្វើការ close file នៅពេលដែលយើងធ្វើការរួចរាល់ជាមួយវាហើយតាមរយៈ with statement គឺវានឹងជួយយើងនៅក្នុងការ close file នោះដោយស្វ័យប្រវត្តិដូច្នេះនៅពេលដែលយើងប្រើតាមរយៈ with statement គឺវានឹងធ្វើការ close ឲ្យយើងដោយយើងពុំចាំបាច់សរសេរ close ខ្លួនយើងនោះទេក៏ប៉ុន្តែក្នុងករណីនេះគឺបានតែជាមួយនឹង with statement ទេបន្តមកទៀតយើងមើលទៅលើការ read line ការ read line គឺសំដៅទៅលើការអានអត្ថបទចេញពីក្នុង text file ផងយើងម្ដងមួយ line មកនៅក្នុងនេះគឺយើងអាចប្រើប្រាស់ line by line តាមរយៈ method read line ណាឬក៏យើងអាច read line មាន s មួយអត់ s មួយមាន s ដូច្នេះយើងធ្វើការ open ណា open text file ផងយើងអ្នកនរគ្នាអាចសរសេរបន្ថែមណានៅខាងក្រោមនៃការ append របស់យើងអំបញ្ញមិញបាទអញ្ចឹងអ្នកនរគ្នាអាចសរសេរ open បាទណា output របស់យើងដែលនៅក្នុងទីតាំងហ្នឹងបន្ទាប់មកយើងដាក់ line ណាស្មើជាមួយនឹង file របស់យើង .read line វានឹងចាប់យក line ទាំងអស់មកទុកនៅក្នុង variable line របស់យើងក្រោយមកទៀតយើងអាចធ្វើការ open file នោះមួយសារទៀតណាតាមរយៈការណាប្រើប្រាស់នៅក្នុង method read line មួយទៀតដោយ read line នេះគឺមាន s ហើយខាងដើមគឺអត់មាន s ដូច្នេះយើងអាចណាធ្វើការ read line ជាទម្រង់ list of line ជា list of line មានន័យថាណាយើងមកជាតារាងមួយច្បាស់លាស់ហើយខាងដើមគឺជា line ធម្មតាបាទជា string ធម្មតានៅក្នុងឧទាហរណ៍ផងយើងមួយទៀតនៅក្នុងការ read line នេះអ្នកនរគ្នាអាចប្រើប្រាស់ណានៅ method read បាទ open ណាជាមួយនឹង mood read ដូចគ្នាក៏ប៉ុន្តែយើងប្រើប្រាស់ for loop ដើម្បីធ្វើការ read ម្ដងមួយ line ចេញពី file របស់យើងដោយយើងអត់ប្រើប្រាស់តាមរយៈ method ណា read ដូចមុននោះទេដូច្នេះនៅក្នុងការ read ម្ដងមួយ line តាមរយៈ for loop ផងយើងអាចធ្វើការ print
ណែយើងអាចធ្វើការ print ដោយណែភ្ជាប់ជាមួយនឹង master strip ដែល master strip មានតួនាទីមួយសម្រាប់ជួយយើងនៅក្នុងការលុបបំបាត់ចោល space នៅពីខាងដើមនិងនៅពីខាងចុងនៃប្រយោគរបស់យើងមួយ line ហ្នឹងដូច្នេះបើសិនជាក្នុងករណី file នឹងរកអត់ឃើញវានឹងធ្វើការបង្ហាញយើងថា file នឹង error ហើយបើសិនជាក្នុងករណី file នោះមានជាប់ permission ណាមួយណែដោយយើងធ្វើការបើកហើយមិនទាន់បានបិទវាយើងមិនអាចប្រើវាបានជាលើកទី2ដូច្នេះវានឹងជាប់នៅ permission error នៅខាងក្នុងនឹងដែររួចហើយយើងអាចមើលទៅលើ different mode ផ្សេងមួយចំនួនទៀតដែលគេប្រើប្រាស់នៅក្នុង Python programming ដោយក្នុងនោះយើងអាចដឹងអំពីវិធីសាស្ត្រដែលយើងអាចធ្វើការ open បើកនិងធ្វើការរៀបចំនៅអត្ថបទទាំងអស់នោះទៅតាមទម្រង់ដែលយើងចង់បាននៅក្នុងទម្រង់ទូទៅយើងប្រើប្រាស់តាមរយៈ read mode ដោយមានអក្សរ អ តូចហើយវាមានតួនាទីសម្រាប់ធ្វើការបើក file ដើម្បីធ្វើការ read text ទាំងអស់យកមកប្រើប្រាស់នៅក្នុង program របស់យើងហើយ read នេះគឺជា default mode បើសិនជាក្នុងករណីយើងអត់បានបញ្ជាក់អំពី mode O ឬក៏ W ឬក៏ A ផងយើងមួយវិញទៀតយើងអាចប្រើប្រាស់តាមរយៈ OB មានន័យថា read binary គឺយើងអាចធ្វើការ open file នោះហើយ read text នៅក្នុងទម្រង់ binary mode បាននៅក្នុងនេះយើងអាចប្រើប្រាស់ទម្រង់ណាមួយដែលយើងចង់បាន W ដូចគ្នាដែរគឺយើងអាចប្រើប្រាស់សម្រាប់ write យើង open សម្រាប់បញ្ចូល text ថ្មីទៅខាងក្នុងហ្នឹងហើយជាទូទៅវានឹងបង្កើត file ថ្មីមួយដោយធ្វើការ override ទៅលើអ្វីដែលមានស្រាប់យើងក៏អាចប្រើប្រាស់វាជាលក្ខណៈ combination ដោយប្រើ WB write binary សម្រាប់បើកផ្លូវឲ្យយើងធ្វើការបញ្ចូល text ជាលក្ខណៈ binary ទៅក្នុង file របស់យើងអញ្ចឹងយើងអាចប្រើប្រាស់ open តាមរយៈ W នេះបានបន្ទាប់មកយើងប្រើ append គឺយើងបើកសម្រាប់បន្ថែម text ថ្មីចូលទៅក្នុងអត្ថបទចាស់របស់យើងហើយបើសិនជាក្នុងករណី file នោះអត់ទាន់មានវានឹងបង្កើត file នោះឲ្យយើងហើយក្រោយពេលដែលវារកថាមានឬក៏ជួបហើយវានឹងបន្ថែមនៅអត្ថបទថ្មីដដែលឬក៏ថ្មីសម្រាប់យើងបញ្ចូលទៅខាងក្នុងហ្នឹងជាបន្តទៀតអញ្ចឹងយើងអាចធ្វើការជាមួយនឹង append binary ក៏បានដែរដោយយើងអាចប្រើប្រាស់ AB append binary សម្រាប់បើក file នោះហើយអនុញ្ញាតឲ្យយើងធ្វើការ append binary បន្ថែមទៀតចូលទៅក្នុង file ដែលមានស្រាប់អញ្ចឹងយើងអាចប្រើប្រាស់នៅក្នុងទម្រង់append របស់យើងបានបន្តមកទៀតយើងអាចប្រើប្រាស់ទម្រង់ O បូកឬក៏ W បូកហើយទម្រង់នេះកាលណាយើងប្រើប្រាស់សញ្ញាបូកនៅពីខាងក្រោយ O ឬក៏នៅខាងក្រោយ W មានន័យថាវាផ្ដល់លទ្ធភាពឲ្យយើងធ្វើការ read ផង write ផងក្នុងពេលតែមួយអញ្ចឹងយើងអាចប្រើប្រាស់បានសម្រាប់ទាំង read បានសម្រាប់ទាំង write ទោះបីជាយើងប្រើ O ក៏ដោយឲ្យតែថែមបូកគឺវាមាន write នៅក្នុងហ្នឹងបើសិនជាយើងប្រើតែ W ក៏ដោយបើមានបូកនៅពីខាងក្រោយយើងក៏អាច read បានដូចគ្នាផងដែរដូច្នេះវាមានលក្ខណៈពិសេសដែលអាចជួយយើងនៅក្នុងការធ្វើការឬក៏ដោះស្រាយបញ្ហាទាំងអស់នេះបាទរីឯ binary គឺយើងអាចប្រើប្រាស់ OB បូកមានន័យថាយើងអាចទាំង read ទាំង write ជាមួយនឹង binary mode បានដូចគ្នាជាមួយនឹងការប្រើប្រាស់ O បូកឬក៏ W បូកដូចគ្នាដែរដូច្នេះយើងអាចប្រើប្រាស់នៅក្នុងទម្រង់តាមអ្វីដែលយើងប្រាថ្នាឬក៏យើងចង់បាននឹងដូចគ្នាដែរចំពោះ format ដែលយើងប្រើប្រាស់នៅក្នុង program របស់យើងនេះក៏វាមានចំណុចពិសេសមួយចំនួនដែរដែលអាចឲ្យយើងធ្វើការដោយផ្ទាល់ឬក៏យើងអាច
ណែធ្វើការបិទ file នៅក្រោយពេលដែលយើងធ្វើការជាមួយនឹង file នោះចប់សពគ្រប់ដូច្នេះនៅក្នុងនៃការប្រើប្រាស់ជាមួយនឹង text file គឺយើងអាចប្រើ mood w ឬក៏ a ដែលសម្រាប់ប្រតិបត្តិដោយផ្ទាល់ជាមួយនឹង file ដែលរក្សាទុកនៅក្នុង hard disk រីឯនៅក្នុង CSV file យើងត្រូវប្រើតាមរយៈ module CSV ហើយយើងបើក open នឹងដូចគ្នាក៏ប៉ុន្តែយើងប្រើប្រាស់ method នេះដែលខុសគ្នាពីការប្រើប្រាស់ method នៅក្នុង text file ហើយខ្ញុំនឹងបង្ហាញអ្នកនរគ្នានេះលម្អិតនៅក្នុង example បន្តបន្ទាប់រីឯ JSON file ក៏ដូចគ្នាដែរគឺយើងអាចប្រើប្រាស់នៅ JSON file ដែលមានទម្រង់ស្រដៀងគ្នាឬក៏ដូចគ្នាជាមួយនឹង dictionary data structure គឺវាមាន key ហើយនឹង value មកជាមួយគ្នាតែម្ដងដូច្នេះយើងអាចប្រើប្រាស់ with statement បានសំទោសយើងត្រូវការប្រើប្រាស់ជាមួយនឹង JSON module រួចយើងអាចប្រើប្រាស់ open នៅតាមរយៈ JSON file យើងប្រើ mood ដូចគ្នាហើយនឹង alias ក៏ប៉ុន្តែពេលដែលយើងធ្វើការ load text ដែលជាប្រភេទ JSON គឺយើងអត់ប្រើ read ឬក៏ reader ដូចនៅក្នុងនៃ file ផ្សេងទេគឺយើងប្រើ load វិញដូច្នេះយើងមានទម្រង់ផ្សេងគ្នានៅក្នុងការធ្វើការជាមួយនឹងប្រភេទ file ដែលមាននៅក្នុង program របស់យើងចឹងនៅក្នុង binary ក៏ដូចគ្នាដែរគឺយើងអាចគ្រប់គ្រង binary file តាមរយៈ RB ឬក៏ WB ដែលយើងអាចធ្វើការ open វាហើយយើងអាច read data ទាំងអស់យកមកទុកនៅក្នុង variable data របស់យើងសម្រាប់យកទៅចាត់ចែងឬក៏ធ្វើការទៅតាមគោលដៅដែលយើងចង់បាននេះគឺជាឧទាហរណ៍បន្តបន្ទាប់ហើយខ្ញុំសូមលើកយកចំណុចនេះនៅ session ក្រោយដែលពីព្រោះយើងអត់មានពេលវេលាទេអូខេអរគុណអូខេអញ្ចឹងចំណុចបន្ទាប់ដែលលោកគ្រូនិយាយអំពីរឿងរាយអញ្ចឹងលោកគ្រូអាចសរសេរនេះជាមួយនឹង file ថ្មីមួយទៀតនៅក្នុង file handling ដែរលោកគ្រូដាក់ថានេះ rai បាទ text file .py អញ្ចឹងនៅក្នុងការ rai គឺយើងសរសេរដូចគ្នាណាគឺយើងអាចដាក់ថាឈ្មោះថា file name ណាឧទាហរណ៍ថា file name យើងដាក់លើនេះលោកគ្រូដាក់ថា output ចុះណា output .tat ហើយនៅក្នុង file name ផងយើងនេះវានឹងបង្កើត file នឹងឲ្យយើងដោយស្វ័យប្រវត្តិណានៅពេលដែលយើងប្រើតាមរយៈ mood rai បាទអញ្ចឹងលើកនេះយើងសរសេរ try ឲ្យហើយបន្ទាប់មកយើងប្រើជាមួយនឹង with statement ផងយើង open file ផងយើងណាហើយយើងដាក់ថា file name ផងយើងក៏ដែរហ្នឹងណាទោះបីជាយើង read ឬក៏យើង write ក៏ដោយគឺយើងត្រូវតែណាបើក file ហ្នឹងជាមុនសិនហើយបន្ទាប់មកបានយើងប្រើតាមរយៈ mood write គឺ w បាទហើយបន្ទាប់មកយើងប្រើ alias ហើយយើងដាក់ថា file ដដែលរួចហើយយើងអាច enter ចុះមកយើងបង្កើតណានៅ variable មួយឈ្មោះថា content ដដែលចុះបាទសំទោសយើងសរសេរណាដាក់ថា file យើងចង់ write text នឹងចូលទៅអញ្ចឹងយើងដាក់ថា write ណា write អីគេគឺ string ណាកាលណាយើង write គឺ string ឧទាហរណ៍ថា this is ណា this is a sample text ណា to store ណា in text file ណារួចហើយនេះយើងអាចប្រើ /n ដើម្បីឲ្យវាចុះបន្ទាត់មួយទៅណារួចយើងអាចសរសេរណា file ដដែលហ្នឹង .write ណាទី2យើងអាចសរសេរថាណា this is a new line ណា to append បាទ to append អូខេដាក់តែប៉ុណ្្នឹងចុះណាបន្តមកទៀតយើងប្រើណា except បាទយើងដាក់ file not found error សំទោសfile ណា permission error បាទណាឧទាហរណ៍ថាយើងធ្វើការ print តាមរយៈ format string ណាយើងអាចនិយាយថា error
ណែឧទាហរណ៍ថា permission have ណែ deny អីចឹងទៅបាទអញ្ចឹងបើសិនជាក្នុងករណី file នេះណែវាមិនបានបង្កើតឲ្យយើងទេសំទោសបើសិនជាយើងមិនអាចធ្វើការរាយបានទេដោយសារវាមានកត្តាណេះមួយចំនួនអាចកើតឡើងនៅខាងក្នុងហ្នឹងអញ្ចឹងវានឹងប្រាប់យើងនៅណេះ message មួយ error ដោយសារតែគេបានបិទសិទ្ធមិនឲ្យយើងណេះធ្វើការហ្នឹងដូច្នេះយើងអាច save វាហើយយើងធ្វើការ run វាអញ្ចឹងមុននឹង run ខ្ញុំ clear អត្ថបទចាស់ៗនេះចោលអស់បន្ទាប់មកខ្ញុំណេះធ្វើការ run Python file បន្ទាប់មកអ្នកនរគ្នាឃើញហើយយើងបានបង្កើត file មួយនេះឈ្មោះថា output.pht សួរថាហេតុអីបានជា file របស់យើង output.pht នេះវាមិនរត់ចូលទៅក្នុង file handling របស់ folder ផងយើងគឺដោយសារតែទីតាំងដែលយើងធ្វើការ generate នៅ file មួយនោះគឺស្ថិតនៅក្នុងទីតាំងនៃ Python programming main folder ផងយើងឬក៏ project folder ផងយើងទើបវាមិនធ្វើការបង្កើត file ហ្នឹងនៅក្នុងទីតាំងដែលយើងចង់បានដូច្នេះនៅក្នុងនេះគឺយើងអាចប្រើប្រាស់នៅក្នុងនេះយើងអាចសរសេរ cd file handling រួចខ្ញុំអាចធ្វើការ run write text file សារថ្មីពេលនោះវានឹងធ្វើការបង្កើត text file នោះនៅក្នុង folder file handling ផងយើងសារថ្មីហើយ file នេះទៀតសោតអ្នកនរគ្នាក៏ឃើញដែរថា text ដែលយើងបានបញ្ចូលអំបញ្ញមិញចំនួន2 line ហ្នឹងគឺត្រូវបានបញ្ជូនចូលទៅខាងក្នុងហ្នឹងបើសិនជាក្នុងករណីដែលខ្ញុំធ្វើការមួយសារទៀតដោយខ្ញុំធ្វើការ write នៅអត្ថបទបន្ថែមឧទាហរណ៍ថា file.write រួចខ្ញុំសរសេរ blank ហើយខ្ញុំបិទ file ពីបន្ទាត់នេះចោលសិនបាទអញ្ចឹងពេលដែលខ្ញុំ run វាទៅ file ដែលមានអត្ថបទដែលមាន2 line នេះនឹងត្រូវបានជំនួសដោយអត្ថបទទទេបាទអញ្ចឹងខ្ញុំអាច run វាសារថ្មីពេលដែលខ្ញុំ run ទៅវាបង្កើត file ដូចគ្នាតែអ្នកនរគ្នាចូលមកលើក្នុង file នេះfile output.pht គឺត្រូវបានលុបចោលអញ្ចឹងនៅពេលដែលយើងប្រើប្រាស់តាមរយៈ write mode មានន័យថារាល់អត្ថបទដែលយើងបានបញ្ចូលតាមក្រោយវានឹងយកទៅ override មានន័យថាលុបចោល file ចាស់នៅខាងក្នុងនឹងទាំងអស់ដូច្នេះវាមានបញ្ហាមួយចំនួនដែលត្រូវការប្រុងប្រយ័ត្នខ្ពស់ពីយើងបើសិនជាក្នុងករណីที่យើងប្រើប្រាស់ write ហើយយើងមានឯកសារចាស់ដែលឯកសារចាស់មានទុកនៅឯកសារជាច្រើននៅខាងក្នុងហ្នឹងឬក៏អត្ថបទជាច្រើននៅខាងក្នុងហ្នឹងអញ្ចឹងវានឹងអាចត្រូវបានលុបចេញនៅក្នុងករណីដែលយើងមិនបានប្រុងប្រយ័ត្នអញ្ចឹងវាអាចធ្វើឲ្យមានការបាត់បង់ទិន្នន័យរបស់យើងនៅក្នុងហ្នឹងអញ្ចឹងត្រូវតែប្រយ័ត្នប្រយែងចំពោះការប្រើប្រាស់តាក់ទងជាមួយនឹង mood write ជាមួយនឹង text file ផងយើងអញ្ចឹងខ្ញុំបើក file នេះឡើងវិញរួចខ្ញុំធ្វើការ run វាសារឡើងវិញមួយសារទៀតអ្នកនរគ្នាអាចទៅមើល file របស់យើងគឺវាបានបង្កើតឲ្យយើងនៅtext នឹងសារឡើងវិញមួយទៀតយើងអាចប្រើប្រាស់តាមរយៈ append គឺខ្ញុំមិនមានការដោះដូរអីទេគឺយើងសរសេរដូចគ្នាជាមួយនឹង write mode ដែរគឺគ្រាន់តែខ្ញុំដូរត្រង់កន្លែងនេះដោយខ្ញុំដាក់ត្រឹមតែ mood append ពេលនោះអត្ថបទចាស់របស់យើងដែលមានតម្លៃពីបន្ទាត់នេះនឹងអាចជំនួសដោយតម្លៃថ្មីឧទាហរណ៍ដូចជាខ្ញុំចង់សរសេរថា this is បាទឧទាហរណ៍ថាយើងដាក់ថា welcome to Cambodia បន្ទាប់មកចុះបន្ទាត់ហើយបន្ទាប់មក this is ឬក៏យើងអាចសរសេរ Kingdom of Cambodia អញ្ចឹងជាដើមអញ្ចឹងយើងអាចប្រើ /n បាទហើយបន្ទាប់មកយើងអាចដាក់ថាកន្លែងនេះបាទ education
for all អូខេពេលដែលខ្ញុំ run វាទៅណា file នេះវានឹងមិនទៅ override ឬក៏ទៅលុប file output ចាស់ទេគឺវាគ្រាន់តែបញ្ចូល text ទៅខាងក្នុងហ្នឹងខ្ញុំឲ្យអ្នកនរគ្នាមើលអត្ថបទរបស់យើងគឺមានពីបន្ទាត់ហើយបន្ទាប់ពីខ្ញុំ run file នេះឡើងវិញណាខ្ញុំចុច run open file run python file ចឹងពេលដែលវា run ចប់អ្នកនរគ្នាអាចចូលមកមើលឃើញនៅក្នុងនេះណាត្រូវបានបង្កើតណានៅអត្ថបទថ្មីផងយើងនៅក្នុងហ្នឹងដែរអូខេពេលដែលខ្ញុំ run ម្ដងឃើញវាកើនឡើងណានៅអត្ថបទរបស់យើងនេះជាបន្តបន្ទាប់បាទឃើញទេបាទវាចេះតែកើននៅអត្ថបទដែលយើងបានសរសេរហ្នឹងវាន័យថាវាបញ្ចូលបន្តទៅរហូតណាដូច្នេះនេះគឺករណីដែលយើងប្រើប្រាស់ជាមួយនឹងណា append បាទអូខេសូមអនុវត្តការងាររបស់យើងទាំងអស់គ្នាណាហើយយើងអាចណាឃើញលទ្ធផលជាក់ស្ដែងរបស់យើងនៅក្នុងនោះផងដែរតោះជើញ